Bong srei ton cầm sátចាប់ផ្ដើមចិញ្ចឹមក្តាមក្នុងស្រែអំបិលរបស់ខ្លួនតាំងពីឆ្នាំ2012ដោយដំបូងឡើយការចិញ្ចឹមក្តាមគឺជាការសាកល្បងហើយមិនទាន់មានទីផ្សារនោះទេរាល់ពេលប្រមូលផលបងស្រីតែងតែដើរទៅលក់នៅតាមផ្សារនានារហូតមកដល់ពេលនេះបងស្រីបានបើកនៅអាហារដ្ឋានតូចមួយហើយក្តាមដែលចិញ្ចឹមគឺសម្រាប់ផ្គត់ផ្គង់ក្នុងហាងតែម្ដងនាងខ្ញុំឈ្មោះតុនកំសាទជាម្ចាស់អាជីវកម្មនៅកន្លែងនេះហើយនឹងជាម្ចាស់ហាងកាហ្វេផងហាងបាយផងនិងកន្លែងចិញ្ចឹមក្តាមផងដល់ពេលខ្ញុំចិញ្ចឹមក្តាម2012ហ្នឹងបានប្រហែលជា6ខែបាទខ្ញុំចាប់ខ្ញុំក៏យកទៅលក់ទៅអញ្ចឹងដល់យកទៅគេថាក្តាមយើងមិនដឹងក្តាមពីណាមកអញ្ចឹងក៏គេអត់ហ៊ានទិញយើងដែរគេថាក្តាមចិញ្ចឹមក្តាមអីដឹងយកពីណាក៏អត់ហ៊ានញ៉ាំអញ្ចឹងដល់ពេលអញ្ចឹងក៏ខ្ញុំទៅឲ្យគាត់ពួកគាត់ស្គាល់គាត់ខ្ញុំថាឥឡូវបងជួយសាកក្តាមខ្ញុំម្នាក់មួយម្នាក់ពីរទៅដឹងថាក្តាមខ្ញុំមិនអញ្ចឹងណាដល់ពេលពួកគាត់ថាគាត់ក៏នាំគាត់ស្គាល់គាត់ទិញក៏ទុកចិត្តខ្ញុំមកអ្នកស្គាល់បើអ្នកអត់ស្គាល់គេហ៊ានទិញខ្ញុំទេហើយដល់ពេលអញ្ចឹងក៏ពេលគាត់ទិញមួយពីរទៅគាត់ប្រាប់គ្នាគាត់តអញ្ចឹងទៅគាត់ដើរមកលេងមកអ៊ូអីគាត់ឃើញក្តាមឃើញអីរបស់ខ្ញុំអញ្ចឹងទៅក៏គាត់ដឹងថាគាត់អញ្ចឹងក៏គាត់ទុកចិត្តក្តាមដំបូងគាត់អ្នកគាត់ទៅសមុទ្រអញ្ចឹងគាត់អូសបកាអូសត្រីគាត់បានអាកូនក្តាមតូចហ្នឹងហើយជួនកាលក្តាមស្គមអីចឹងគាត់យកមកលក់ឲ្យយើងឯងយកទៅផ្សារគេអត់ទិញអាហ្នឹងយើងដឹងឲ្យលឹងឡាយយើងចិញ្ចឹមគាត់យកមកដល់ពេលយើងដាក់ដំបងអញ្ចឹងយើងដាក់សាកដឹងជាប្រហែលជាប្រហែលដូចជា200-300ក្តាមដឹងឯងកាលហ្នឹងភ្លេចឯងដល់ពេលដាក់ទៅឃើញវាបានផលវាអត់ទៅណាយើងចេះដាក់ថែមតរហូតអញ្ចឹងណាយើងអត់គិតកំណត់ក្តាមរាប់ក្តាមថាម៉ាននេះដូចថាតែគេយកមកលក់យើងទិញដាក់ហើយយើងចាប់តទៅទៀតអញ្ចឹងលក់ទៅចាប់អញ្ចឹងលេងចាប់រហូតអញ្ចឹងបើយើងយកតូចហ្មងប្រហែលជារយៈពេលតូចអញ្ចឹងយើងយកបើតូចកូនក្តាមប៉ុណ្ណឹងហើយប៉ុនមួយជើងប៉ុណ្ណឹងអីចឹងហ្នឹង6ខែបានយើងអាចយកទៅចាប់បានមកលក់ហ្នឹងបានមួយខ្លះវាអាច2ខាំវាអាច3ខាំវាអាចកន្លះគីឡូវាអត់ធំអត់ស្មើគ្នាទេវាអត់ទៀងអញ្ចឹងណាដូចថាយើងលែងណាគ្នាប៉ុន្តែវាអត់ទៀងយើងដាក់លបអូនដាក់លបដូចតែតិចក៏ឃើញដាក់លបហើយដាក់ត្រីចូលក្នុងលបហ្នឹងទៅវាចូលស៊ីត្រីហ្នឹងវានៅក្នុងហ្នឹងតែពេលយើងលើកមកអញ្ចឹងបើថាស្គមយើងប្រឡែងវិញអញ្ចឹងហើយបើតូចយើងក៏ប្រឡែងវិញធាត់យើងយកឡើងមកលក់អញ្ចឹងណាហើយក្តាមដល់ខែហ្នឹងខែពងមកពីខែ9 10មកពីខែ9មកមានពងក្តាមចាប់ដើមពងហើយពេលដែលយើងចាប់មកហ្នឹងខែហ្នឹងគឺក្តាមពងមិនសូវមានក្តាមឈ្មោលទេមួយឯងហើយមិនដឹងវាទៅណាតែដល់ខែវាពងបាត់ក្តាមឈ្មោលឆ្ងល់ណាហើយដល់ពេលអស់ខែពងចាប់ទៅសិតតែឈ្មោលញីយ៉ាងច្រើនបាន2បាទណាពីដំបូងអត់មានណាចិញ្ចឹមទេមានតែខ្ញុំទេដល់គាត់ឃើញពួកខ្ញុំចិញ្ចឹមបានផលអញ្ចឹងទៅក៏ចេះមាន1មាន2តគ្នាចិញ្ចឹមអញ្ចឹងចេះទេដំបូងបើចិញ្ចឹមដោយសារយើងធ្វើស្រែអំបិលហើយយើងនឹកឃើញថាអ៊ូហ្នឹងវាតនេហើយយើងនឹកឃើញថាក្តាមវាទីផ្សារដែរឃើញយើងសាកទេដំបូងយើងមិនមែនថាដឹងថាវាអាចថាទីផ្សារដែរអត់ទេយើងគ្រាន់តែថាដីយើងតនេយើងសាកចិញ្ចឹមលេងមើលតើយើងអាចលក់បានអត់អីអត់គេហូបអត់ចឹងណាដំបូងដល់ពេលចឹងទៅក៏ពួកខ្ញុំថាឥឡូវយើងសាកល្បងចិញ្ចឹមទៅដល់ពេលអត់មាននឹកឃើញថាជាចេញជាអាជីវកម្មអីទេចិញ្ចឹមដំបូងថាអញ្ចឹងគ្រាន់តែថាកូនហូបកូនអីឬក៏លក់ចាប់បន្តិចបន្តួចធ្វើម្ហូបធ្វើអីចឹងណាហើយលក់បន្តិចបន្តួចឲ្យគេចឹងទៅដល់ពេលយើងចាំទៅគេចេះតែរកទិញច្រើនទៅបានយើងចេះបង្កើតដាក់ច្រើនទៅចឹងទៅឥឡូវវាក្តាមឥឡូវថ្លៃដែរវាដូចថា1គីឡូវាអាច$30ឆៅហ្នឹងពងដល់30ទៅ$25ថ្ងៃណានេះវិញទិញបានធូរយើងលក់ធូរចឹងណាថ្ងៃណាថ្លៃខែបុណ្យខែអីវាឡើងដល់$30ចឹងហ្នឹងឆៅហើយវាឥឡូវវាក្តាមវាក្រតែអញ្ចឹងវាតម្លៃក៏វាទីផ្សារវាឡើងតាមនឹងអញ្ចឹងណាត្រីអញ្ចឹងនិយាយថាប្រភេទវាអត់រើសប្រភេទអីទេយើងឲ្យតែត្រីដាក់ទៅវាស៊ីទាំងអស់វាអត់មានកាត់ប្រកាន់ថាភេទត្រីនេះភេទត្រីនោះអីអត់ទេវាស្រួលអញ្ចឹងហើយយើងអត់មានបាច់បាក់ថែទេនេះវាស្រួលវាធន់ជាមួយទឹកចង់ទឹកភ្លៀងក៏វាអាចនៅបានទឹកប្រៃក៏វានៅបានវាធន់អញ្ចឹងណាបាទយើងតែឃើញថាយើងចិញ្ចឹមអាហ្នឹងទៅវាស្រួលឥឡូវខ្ញុំអត់បានទៅលក់ដូចមុនទេពីមុនខ្ញុំអត់ទាន់បើកហាងខ្ញុំយកទៅដាក់នៅហាងដែលលក់នៅផ្សារអីគេហូបអញ្ចឹងណាដល់ឥឡូវអត់ទេឥឡូវគាត់យើងលក់ទៅនៅហ្នឹងទេលក់ទៅនៅហ្នឹងភ្ញៀវគាត់មកក៏កំងឆ្អិនក៏កំងឆៅអីចឹងអ្នកនៅហ្នឹងខ្លះភ្ញៀវក្រៅមកខ្លះភ្ញៀវទេសចរច្រើនភាគច្រើនខ្ញុំច្រើនភ្ញៀវទេសចរជាងហើយបើថ្ងៃច័ន្ទគៀពុធថ្ងៃធ្វើការអញ្ចឹង
ខ្ញុំច្រើនអ្នកធ្វើការតាមមន្ទីរគាត់មកមានគ្នាគាត់មាននៅក្រុមការងារគាត់ចឹងយើងបាក់ខ្លាំងដែរអូនព្រោះអីតែយើងភ្លៀងទៅវាក្តាមវាឡើងវាអីខ្លះចឹងទៅវាមានបាត់ខ្លះចឹងហើយយើងបាំងក៏យើងបាំងអត់ឈ្នះដែរវាដីវាធំយើងបាំងចឹងបានតែមួយឆ្នាំទេហេតុតែឆ្នាំក្រោយវាលហែកអស់ហ่ะវាលបាក់ខ្លាំងដែរហ្នឹងរឿងចំអាហ្នឹងមកបានហ្នឹងយើងថែយើងមើលវាគេកែវាឡើងចេញខ្លះចឹងគឺយើងខ្លួនឯងទាំងអស់តែចឹងយើងអត់ដឹងទេជួនកាលឃើញវាងាប់ចឹងទៅជួនកាលអត់ឃើញចឹងទៅវាងាប់អត់ឲ្យយើងឃើញក៏មានចឹងវាចឹងយើងអត់មានបានដឹងជំងឺដឹងអីមិនអត់ដឹងសោះពួកអីយើងអត់ដែលមានរៀនជំនាញអីសោះនេះយើងចេះខ្លួនយើងហ្មងយើងធ្វើចឹងយើងតាមយើងលើថាធ្វើចឹងទៅវាឲ្យវាបានផលប៉ុណ្ណេះចឹងណាយើងចេះធ្វើតាមយើងចឹងទៀតទៅហើយអត់មានដាក់ថ្នាំដាក់អីទាំងអស់ឲ្យស៊ីតែត្រីសុទ្ធអត់មានស៊ីអីទេដូចចាំតែក្តាមហ្នឹងគឺវាអត់មានខាតទេឃើញទេគាត់ឲ្យគាត់សាកទៅដំបូងគាត់សាកឲ្យធ្វើតាមតែវិធីដូចខ្ញុំព្រោះខ្ញុំអត់មានសិក្សាអីមកពីណាទេឃើញទេយើងចំណេះយើងចេញប៉ុន្មានទិញប៉ុណ្ណឹងខ្លួនឯងអត់មានថាទៅរៀនទៅអីសូត្រអីមកពីណាដូចខ្ញុំនិយាយប្រាប់គាត់ចឹងគាត់ស្ដាប់ក្នុងហ្នឹងដឹងឲ្យស៊ីមិនចំមិនចឹងទិញកូនលែងមិនឲ្យក្តាមធាត់មិនស្គរមិនអីដឹងហើយហើយចាំអាទូចហ្នឹងប្រហែលខែរយៈពេល4ខែទៅ6ខែអីចឹងនឹងយើងចាប់បានអាទូចហើយបើធំដូចខ្ញុំនិយាយថាខ្ញុំទិញធំមកស្គមហ្នឹងយើងប្រឡែងអីចឹងមួយខែកន្លះខែយើងអាចចាប់បានមកវិញហ្នឹងប៉ុន្តែវាមិនបានមកវិញគ្រប់ទេខ្ញុំអរគុណពួកគាត់ដែលថាគ្រប់គ្រងខ្ញុំតាំងពីដើមរហូតមកដល់ឥឡូវហើយដោយសារបានពួកគាត់ដែរបើខ្ញុំបានប៉ុណ្ណឹងនេះការចិញ្ចឹមក្តាមរបស់បងស្រីហាក់បីដូចជាមានលក្ខណៈប្រពៃណីដោយប្រើប្រាស់ចំណីធម្មជាតិទាំងស្រុងហើយការប្រមូលផលគឺទៅតាមរដូវកាលជាដើមក្តាមដែលគ្រប់គីឡូល្អយកមកប្រើប្រាស់សម្រាប់គ្រប់គងនៅក្នុងហាងគឺមានតម្លៃ$20ទៅ$30ក្នុង1គីឡូក្រាមពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា